ទស្សនភាពបងប្អូនជាបរិវត្តមកលេងកំសាន្តនៅអង្គពេញពួយកាលពីជាង10ឆ្នាំមុនបានវិលត្រឡប់មកវិញហើយកាលពីជាង10ឆ្នាំមុនមនុស្សមកលេងកក់កុញច្រើនអញ្ចឹងឯងដោយសារអត់សូវមានរមណីយដ្ឋានលេងកែច្នៃច្រើនអញ្ចឹងមានតែក្នុងស្រុកមានចិត្តនៅខេត្តបាត់ដំបងមានចិត្តហ្នឹងដូចបាណន់ដូចភ្នំសពៅនិងកពេញពួយអញ្ចឹងអត់សូវមានកន្លែងដើរលេងច្រើនចឹងអត្តភាពនេះបានវិលត្រឡប់មកវិញក្នុងឆ្នាំ2026គេបានរៀបចំផ្លូវចាក់បេតុងអញ្ចឹងទៅបងប្អូនជីវរដ្ឋគាត់សប្បាយក្នុងការមកលេងទឹកបើកតិចរំស្រួលអង្គុយលេងហើយការរៀបចំកញ្ចក់អីទៀបល្មមហើយក្នុងការមកលេងគឺងាយស្រួលឥឡូវអង្គពេញពួយបានប្រែមុខប្រែមាត់វិញហើយចឹងទស្សនភាពបងប្អូនជីវរដ្ឋលេងទឹកគឺកក់កុញមើលទៅកក់ក្ដៅសប្បាយហ្មងទស្សនភាពមួយហ្នឹងគឺកម្របានឃើញខានឃើញទស្សនភាពនឹងយូរហើយយើងបងប្អូនមានម្ដងមកលេងអីអាចមកលេងបានតែទស្សនភាពនេះក្នុងថ្ងៃចូលឆ្នាំទេវីដេអូនេះតែបានធ្វើអញ្ចឹងទៅរៀងយឺតយ៉ាវអញ្ចឹងបងប្អូនឃើញក៏មានក្តីសុខដូចតែខ្ញុំអ្នកថតចឹងឯងស្ដាយដែលបានលេងទឹកដោយសារតែលពលថតទៅក៏បើចោះតែថតទៀតវាអាចសើមទៅទឹកអីចឹងទៅចឹងនេះរូបភាពទស្សនភាពពីលើអាងកាពិពួយហ្នឹងគឺមនុស្សច្រើនណាស់យើងមានកញ្ចក់អង្គុយលេងក្រោមលពោហើយអាហារអីរំល្មមឲ្យទទួលយកបានបងប្អូនយើងញ៉ាំអាហារជុំគ្នាតិចតួចទៅដល់ពេលដែលយើងបានរៀបចំស្អាតបាតចឹងទៅបងប្អូនចិត្តឆ្ងាយអ្នកដែលនៅក្បែរខាងបាត់ដំបងជាប់ទីមានជ័យពោធិ៍សាត់បាត់ដំបងអីហ្នឹងគឺគាត់មកលេងហើយចឹងការរៀបចំមានរបៀបរៀបរយចឹងទៅគឺមានការតាក់ទាញដល់ភ្ញៀវជាតិចឹងណាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរមិនថាតែបុណ្យឱកាសចូលឆ្នាំខ្មែរថ្ងៃធម្មតាចុងសប្តាហ៍ក៏គាត់អាចមកលេងនៅអង្គពេញពួយនឹងបានព្រោះនៅអង្គពេញពួយនឹងមានទស្សនវិជ្ជាថ្ងៃលិចគឺស្អាតមែនទែនបងប្អូនដែលចង់បានអារម្មណ៍ល្អស្រស់ស្រាយអាចមកអង្គពេញពួយមើលថ្ងៃលិចអាចជិះទូកអីចឹងមានដៃគូមួយមកគឺពិតជាស្រស់ស្រាយមែនទែននៅអង្គពេញពួយរៀបថ្ងៃលិចហ្នឹងហើយសូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់